8យ៉ាងដែលអ្នកអាចធ្វើបានដើម្បីសម្រកទម្ងន់តាមបែបធម្មជាតិតើអ្នកកំពុងព្យាយាមសម្រកទម្ងន់មែនទេមានរឿងជាច្រើនដែលជួយសម្រកទម្ងន់ក្រៅពីតមអាហារនិងការហាត់ប្រាណវាត្រូវមានផែនការត្រឹមត្រូវនិងការបដិញ្ញាចិត្តអ្នកប្រហែលជាធ្លាប់បានលើអំពីផែនការសម្រកទម្ងន់ដ៏លំបាកមួយចំនួនដែលពិតជាធ្វើឲ្យការសម្រកទម្ងន់ពិបាកនិងស្មុគស្មាញអ្នកអាចសម្រេចបាននូវគោលដៅសម្រកទម្ងន់របស់អ្នកដោយប្រើវិធីសាមញ្ញទាំងនេះ ប៉ុន្តែវិធីសម្រកទម្ងន់ដ៏មានឥទ្ធិពលដរាបណាអ្នកពិតជាធ្វើតាមជំហានមួយៗអ្នកតែងតែមានអារម្មណ៍ថាឃ្លាននៅពេលសម្រកទម្ងន់អ្នកត្រូវតែរៀបចំផែនការដោយប្រុងប្រយ័ត្ននិងប្រកាន់ភ្ជាប់នូវផែនការរបស់អ្នកទាំងនេះគឺជាជំហានងាយៗមួយចំនួនដើម្បីជួយអ្នកសម្រកទម្ងន់ មួយចាប់ផ្ដើមជាមួយទឹកក្រូចឆ្មាទឹកក្រូចឆ្មាគឺជាភេសជ្ជៈដ៏ល្អសម្រាប់ការសម្រកទម្ងន់ទឹកក្រូចឆ្មាជួយឲ្យរាងកាយរបស់អ្នកទទួលបានសារធាតុចិញ្ចឹមដែលវាត្រូវការដើម្បីដុតបំផ្លាញជាតិខ្លាញ់ទៅជាថាមពលនិងបញ្ចុះការឡើងទម្ងន់ត្រូវប្រកាសថាបន្តផឹកទឹកក្រូចឆ្មាសម្បីតែក្រោយពេលសម្រកទម្ងន់ដើម្បីរក្សាទម្ងន់ថ្មីរបស់អ្នក 2. ប្រើទឹកខ្មេះ Apple Cider Vinegar ដោយសារតែទឹកខ្មេះ cider ភ្លេងប៉េងប៉ោះមានអាស៊ីតអាស៊ីតិកវាល្អសម្រាប់ការសម្រកទម្ងន់អាស៊ីតអាស៊ីតិកបញ្ឈប់ជាតិខ្លាញ់ពីរាងកាយទឹកខ្មេះ cider ភ្លេងប៉េងប៉ោះក៏ជួយឲ្យរាងកាយរបស់អ្នកទទួលយកសារធាតុចិញ្ចឹមពីអាហារដែលអ្នកញ៉ាំព្យាបាលបញ្ហារំលាយអាហារនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគលាយទឹកខ្មេះ cider ផ្លែប៉េងប៉ោះឆៅ1ទៅ2ស្លាបព្រាក្នុងកែវទឹកហើយផឹកវាម្ដងក្នុងមួយថ្ងៃ 3. ជំនួសការផឹកទឹកតែកាហ្វេរបស់អ្នកទៅជាតែបៃតងកំណត់ល្អមួយទៀតសម្រាប់ការសម្រកទម្ងន់គឺផឹកទឹកតែបៃតងវាមានសារៈសំខាន់ប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយបំបែកអាហារនិងជួយក្នុងការសម្រកទម្ងន់ Cashew នៅក្នុងតែបៃតងគឺល្អខ្លាំងណាស់សម្រាប់ការដុតបំផ្លាញជាតិខ្លាញ់ព្រោះវាបញ្ចេញជាតិខ្លាញ់ពីកោសិកាខ្លាញ់ ពួកវាក៏ប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងបញ្ចប់ជំងឺផងដែរប្ដូរកែវតែឬកែវកាហ្វេរបស់អ្នកទៅជាកែវតែបៃតងសរីរាង្គអ្នកអាចផឹកតែបៃតងបាន3ទៅ4កែវក្នុងមួយថ្ងៃ 4. លំហាត់ប្រាណប្រសិនបើអ្នកពិតជាចង់សម្រកទម្ងន់តាមរបៀបដែលមានសុខភាពល្អនោះគ្មានវិធីដើម្បីគេចចេញពីការហាត់ប្រាណនិងសកម្មភាពទៀងទាត់នោះទេការធ្វើសកម្មភាពហាត់ប្រាណទាំងស្រាលនិងធ្ងន់នឹងជួយដុតកាឡូរីនិងគ្រប់គ្រងទម្ងន់ ម្យ៉ាងទៀតការហាត់ប្រាណជួយបន្ថយភាពតានតឹងនិងបង្កើនថាមពលអារម្មណ៍និងគុណភាពនៃការគេងរបស់អ្នកវាបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺមហារីកមួយចំនួនជាការល្អបំផុតក្នុងការកំណត់ពេលវេលាជាក់លាក់មួយក្នុងមួយថ្ងៃរបស់អ្នកសម្រាប់ទម្លាប់នៃការហាត់ប្រាណរបស់អ្នកបីកុំអោយរំលងវាដោយសារតែលេសរបស់អ្នកថាมันមានពេលគ្រប់គ្រាន់ 5. ញ៉ាំអាហារដែលមានសុខភាពល្អរបបអាហារដែលមានសុខភាពល្អនិងមានកាឡូរីទាបគឺជាផ្នែកមួយដ៏សំខាន់នៃផែនការសម្រកទម្ងន់ដ៏ល្អអ្នកត្រូវប្រាកដថាបានញ៉ាំផ្លែឈើស្រស់បន្លែនិងគ្រាប់ធញ្ញជាតិនៅក្នុងរបបអាហាររបស់អ្នកជំនួយឲ្យការញ៉ាំបន្ថែមលើអាហារដែលឥតប្រយោជន៍នៅឲ្យឆ្ងាយពីអាហារជាតិនិងខ្លាញ់រកមើលអាហារសុខភាពណាដែលអ្នកចូលចិត្តកុំបរិភោគរបស់ដែលធ្វើពីម្សៅដូចជានំប៉័ងពណ៌សខូឃីនំមីខ្វីនភីហ្សា hot dog Burger Pasta និងអាហារសម្បូរទៅដោយអំបិលនិងជាតិស្ករច្រើនពេក 6. បរិភោគអាហារតិចៗប៉ុន្តែញ៉ាំច្រើនដងក្នុងមួយថ្ងៃកុំអូសរំលងអាហារជាពិសេសអាហារពេលព្រឹកអាហារពេលចុងក្រោយគួរញ៉ាំមុនគេង2ម៉ោងហើយគុំញ៉ាំអាហារពេលថ្ងៃត្រង់ឬយប់ពេកប្រើចានឬចានតូចៗដើម្បីគ្រប់គ្រងបរិមាណអាហាររបស់អ្នក 7. ផឹកទឹកឲ្យបានច្រើនផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃដើម្បីជួយឲ្យរាងកាយរបស់អ្នកលាងសម្អាតជាតិពុលវាត្រូវបានណែនាំឲ្យផឹកទឹកពី8ទៅ10កែវក្នុងមួយថ្ងៃតែវាជួយសម្អាតជាតិពុលវាធ្វើឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានលឿនហើយក៏ត្រូវញ៉ាំផ្លែឈើនិងបន្លែដែលពោរពេញទៅដោយជាតិទឹក 8. គេងឲ្យបានត្រឹមត្រូវការគេងឲ្យបានត្រឹមត្រូវនិងការសម្រាកលំហែកាយក៏មានសារៈសំខាន់ផងដែរសម្រាប់ការសម្រកទម្ងន់ជាការពិតការគេងមិនបានគ្រប់គ្រាន់ប៉ះពាល់ដល់អរម៉ូនរបស់អ្នកផ្លាស់ប្ដូរទៅជាអវិជ្ជមាននិងចុះខ្សោយការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យអ្នកអស់កម្លាំងការគេងមិនបានពេញលេញនិងប៉ះពាល់ដល់ការសម្រកទម្ងន់ផងដែរអ្នកត្រូវប្រាកដថាគេងពី6ទៅ8ម៉ោងជារៀងរាល់យប់អ្នកចូលចិត្តវីដេអូនេះសូមជួយចុច like share និង subscribe Channel របស់យើងខ្ញុំនឹងព្យាយាមចែកចម្លែកព័ត៌មានសុខភាពបន្ថែម